គេបានរួមដំណេកជាលើកដំបូងពេលភ្ញាក់ឡើងគេឃើញរឿងចម្លែកមានខ្សែពណ៌ក្រហមនៅលើក្បាលមើលឃើញច្បាស់តែប៉ះមិនបានដំបូងឡើយគេមិនយល់ន័យទេរហូតឃើញខ្សែក្រហមលើក្បាលពូអាចប៉ះអាវរងាបានច្រើនទៀតខ្ញានភ្នំភ័យខ្លាចរត់ចូលផ្ទះតែបើគិតពីជីវិតឯកជនពូគេក៏យល់ន័យនៃខ្សែក្រហមដើម្បីសាកល្បងរឿងនេះគាត់រត់ចេញទៅក្រៅទាំងយប់ហើយឃើញខ្សែក្រហមធ្លាក់ពីលើមេឃតាមពិតទៅឲ្យតែធ្លាប់មានរឿងលើក្រែនឹងដុសខ្សែក្រហមនេះឡើងហើយចំនួនខ្សែទាំងនោះបញ្ជាក់ថាគេធ្លាប់ដេកជាមួយមនុស្សប៉ុន្មានអ្នកខ្លះមានតែខ្សែមួយខ្សែប៉ុណ្ណោះខ្លះទៀតមានខ្សែភ្ជាប់ពេញមួយក្រុងចាប់ពីពេលនោះមកគ្រូនិងសិស្សគ្មានអាចកំបាំងណាលាក់បាំងពីភ្នែកបុរសម្នាក់នេះបានឡើយនៅពីក្រោយមនុស្សដែលមានមុខមាត់ថ្លៃថ្នូរទាំងនោះគឺពោពេញទៅដោយរឿងអាស្រូវស្អុយរលួយជាច្រើនលើកលែងតែកោះបានមួយប៉ុណ្ណោះប៉ុន្តែពេលនេះបងធំប្រចាំសាលាកំពុងធ្វើបាបគេទៀតហើយក្មេងស្រីទំនើងម្នាក់នេះពិតជាចិត្តដាច់ខ្លាំងណាស់នាងតាមធ្វើបាបតែបុរសម្នាក់នេះរាល់ថ្ងៃតែម្ដងថែមទាំងបង្ខំឲ្យគេបង់លុយការពារទៀតផងនាងកំពុងតែបង្ហាត់គេបន្តិចម្ដងប៉ុន្តែលើកនេះក្នុងថ្ងៃបុណ្យចូលឆ្នាំចិនឆាងរស់នៅជាមួយពូតែពូគាត់ជាប៉ូលីសរវល់ខ្លាំងគាត់ផ្ដោតតែលើរឿងក្តីសឹងគ្មានពេលនិយាយគ្នាទោះដឹងថាក្មួយត្រូវគេធ្វើបាបក៏ដោយសួរនាំបានតែពីរបីម៉ាត់តួឯកស្រីលួចសម្បត្តិស្នេហាយកមកអាននៅមុខថ្នាក់ធ្វើឲ្យគេខ្មាស់គេខ្លាំងគេទ្រាំលែងបានក៏តាំងតែត្រូវពួកបងធំចាប់ចេញទៅសំណាងល្អគ្រូមកតាន់រឿងរ៉ាវក៏បានបញ្ចប់គេតាំងចិត្តថានឹងសងសឹកគេសម្លឹងទៅលើឡានក្រុងក៏ឃើញមានខ្សែក្រហមមួយវាអូសទៅដល់បន្ទប់គ្រូគេក៏ដើរតាមខ្សែនោះទៅក៏ឃើញគ្រូចិនម្នាក់ស្លូតបូតគេស្រឡាំងកាំងតែម្ដងមិនឆ្ងល់ទេថាហេតុអ្វីគេកាចព្រោះអាងមានក្នុងបង្អែកមិននឹកស្មានថាមានទំនាក់ទំនងគ្នាគេក៏លួចតាមដានក្រោយចេញរៀនឃើញពួកគេដើរចូលសន្តាគារគេក៏លួចថតរូបកាន់ដៃគ្នាពេលនេះគេអាចសងសឹកបានហើយគេផ្ញើរូបនោះទៅឲ្យសៀវប៉ាតែម្ខាងទៀតហាក់មិនភ័យសោះផ្ទុយទៅវិញគេសួរក្រវិញគេមិននិយាយរកគ្រូពេញមួយថ្ងៃដោយមានការគាំទ្រពីគ្រូពួកក្មេងទំនើងប្រាប់សាន់ឪថាខ្លួននៅក្មេងទោះត្រូវពិន័យក៏ជារឿងរបស់គ្រូដែរសាន់ឪស្រាប់តែមានអារម្មណ៍ខកចិត្តតែបើគិតពីការជិះចាប់កន្លងមកខ្ញុំមិនព្រមលែងគេឡើយថ្ងៃបន្ទាប់គ្រូទទួលបានសារពីសាន់ឪនៅតែជារូបថតស្និទ្ធស្នាលនោះហើយគំរាមយកប្រាក់20លានវ៉ុនពេលនេះលោកគ្រូភ័យស្លន់ស្លោខ្លាំងគាត់ខឹងខ្លាំងក៏ហៅហ៊ុយយីងមកការិយាល័យហើយស្រែកកំហុកដាក់ពេលគ្មានមនុស្សគ្រូហៅគេទៅកន្លែងហាត់ប្រាណម្ដងទៀតសួររកមុខអ្នកដែលកំពុងគំរាមខ្លួនទីបំផុតតាមរយៈមាត់របស់ហ៊ុយយីងអ្នកនោះគឺជាសាន់ឪលាហើយសម្រាប់ថ្ងៃនេះម៉ូដែលរូបវិជានេះជារបស់យើងអញកំពុងធ្វើអីហ្នឹងក្រោយដឹងអាចកំបាំងរបស់អ្នករាល់គ្នាសាន់ឪហាក់ដូចជាសប្បាយចិត្តនឹងអំណាចនេះហើយប្រភពនៃរឿងទាំងអស់នេះគឺមកពីវ៉ែនតាដែលលេចឡើងមកគ្រាន់តែពាក់វ៉ែនតានេះអាចកំបាំងអ្នករាល់គ្នានឹងត្រូវលាតត្រដាងសាន់ឪកាន់តែចម្លែកទៅចាប់ផ្ដើមហែកកេកអាចកំបាំងអ្នកដទៃឯងនឹងធ្វើឲ្យផ្អើលពេញសាលាហើយចរិតចម្លែកទាំងនេះត្រូវបានមិត្តសម្លាញ់យុនហ៊ីឃើញទាំងអស់ដើម្បីស្វែងរកការពិតពេលមនុស្សល្អត្រូវគេធ្វើបាបទៀតប្រពន្ធល្អខំស៊ូជាមួយពួកបងធំទោះបីត្រូវលះបង់អ្វីក៏ដោយឯងគ្មានអ្វីទេឯងពិតជាល្អណាស់តែគេបែរជាឆ្លើយតបយ៉ាងត្រជាក់បញ្ជាក់ថាភ្នែកគេចាប់ផ្ដើមខ្សោយតែសំណាងមិនល្អសម្រាប់នាងគេបានរុញនាងចេញមេរៀនដែលយើងរៀនម្សិលមិញមិនមែនជារបស់យើងទេធ្វើទៅព្រះនាងចម្រិតដ៏ស្រស់ស្អាតទុកឲ្យខ្ញុំនៅម្នាក់ឯងទៅបិទអានឹងបានទេឡានមានដាវហើយគុកមានសម្ដីជួយសង្គ្រោះដោយការអប់តាមពិតយុនហ៊ីជាអ្នកជ្រើសរើសបើខ្ញុំមិនបើកភ្នែកតាំងពីក្មេងស្រាប់តែឃើញឪពុកនឹងមីងមានរឿងលួចលាក់ខ្ញុំគូវាដោយគ្មានហេតុផលម្ដាយមិនទាន់ឈួតទាំងស្រុងទេសម្រាប់ឪពុកបង្កើតដោយដៃឯងទើបប្រពន្ធល្អគិតថាអាជីវកម្មចម្លែកនេះជាអំពើអាក្រក់អាចសម្លាប់មនុស្សបានគ្រប់ពេលក្រោមភាពភ័យខ្លាចគេសុខចិត្តបោះបង់គ្រប់យ៉ាងតែប្រេងវាសនាហាក់លេងសើចការសម្លាប់ខ្លួនមិនបានសម្រេចរហូតដល់ថ្ងៃមួយគេបានជួបអ្នកជិតខាង
ក្រោយពេលពាក់វ៉ែនតាក៏មានសមត្ថភាពពិសេសនេះឃើញប្រពន្ធក្បត់ចិត្តច្រើនដងបុរសនោះសម្លាប់មនុស្សបន្តបន្ទាប់ទីបំផុតដោយមានជំនួយពីពូអ្នកទាំងពីរបានសម្លាប់ឃាតករចាប់តាំងពីពេលនោះមកគេតាំងចិត្តរកប្រភពខ្សែភ្នែកហើយចង់ដឹងថាមានអ្នកណាមានភ្នែកបណ្ដាសានេះដែរឬទេក្រោយទទួលបានសារសុំជំនួយគេកាត់សក់ខ្លីហើយបដូរសាលាទៅកាន់សាលាល្អនិងអាក្រក់ពេលដែលខ្ញុំពាក់វ៉ែនតាហាក់ដូចជាចង់ផ្លាស់ប្ដូរមនុស្សយិនហ៊ីថាវ៉ែនតានេះគ្រោះថ្នាក់បញ្ចុះបញ្ចូលគេកុំឲ្យពាក់វាតែគេទើបតែស្គាល់រសជាតិវាតើឲ្យគេបោះបង់វាបានយ៉ាងម៉េចគេមិនដឹងថាអ្នកទាំងពីរចេញទៅហួយយីងដើរចេញពីបន្ទប់ទឹកគឺការសន្ទនាច្បាស់តែម្ដងពេលរងចាំសានអ៊ីសាក់ខោអាវហួយយីងលួចវ៉ែនតាបាត់ពេលរកវ៉ែនតាមិនឃើញវាហួសពេលហើយហួយយីងដឹងអាចកំបាំងវ៉ែនតាតែមិនទាន់សប្បាយផងក៏ត្រូវគេចាប់ខ្លួនបាត់ខ្លួនក្នុងភាពងឹតតួឯកខឹងខ្លាំងក៏ទេទៅយុនហ៊ីសួរថាតើឯងយកវ៉ែនតាទៅមែនទេលោកហ៊ានឆ្លើយថាអត់ទេលោកហ៊ានពិតជាកាច់ណាស់វាហួសហេតុពេកហើយបើចង់បានឲ្យគេមកយកទៅអញក៏អាចយកមកបានដែរមិនទាន់ពន្យល់ប្រពន្ធចប់ផងគេក៏បិទទូរស័ព្ទបាត់គេប្រញាប់ទៅសាលាដើម្បីទារលុយបិទមាត់ពេលទៅដល់លើដំបូលសាលាគ្រូបង្រៀនចាប់ផ្ដើមប្រើល្បិចអង្វរប្រាប់ថាមានគ្រួសារនឹងកូនមិនអាចបាត់បង់ការងារនេះទេគេអង្វរសុំឲ្យតួឯកលើកលែងទោសឲ្យសម្រាប់ឯងចោលឥឡូវកាត់ផ្ដាច់សន្តិភាពនៅភាគសានតើឯងមានកម្លាំងកម្រិត6មែនទេទឹកមុខគ្រូស៊ីកាន់តែត្រជាក់ស្រេកខ្ញុំដឹងថាខ្លួនឯងត្រូវគេធ្វើបាបហេតុអ្វីធ្វើមើលមិនឃើញគ្រូចង់សុំទោសដើម្បីបញ្ចប់រឿងតែស្រាប់តែមានសារមកដល់ធ្វើឲ្យទឹកមុខគេប្រែប្រួលភ្លាមព្រោះប្រពន្ធខ្ញុំដឹងរឿងអស់ហើយគេគិតថាជាសារពីទេវតាមានតែគេម្នាក់គត់ដែលដឹងប្រពន្ធដឹងថាមានរឿងមិនស្រួលនាងប្រញាប់ទៅសាលាភ្លាមតែចុងក្រោយនៅតែយឺតពេលគេឃើញមិត្តសម្លាញ់នឹងភ្នែកធ្លាក់ពីលើដំបូលអគារចុច follow ដើម្បីទទួលបានវីដេអូថ្មី